ទីនេះ Newsbox ព័ត៌មានពិតទាន់ហេតុការណ៍សម្រាប់លោកអ្នកកងកម្លាំងអ៊ុយក្រែនអះអាងកំទេចយន្តហោះស្ទាក់ចាប់ដ្រូនរបស់រុស្ស៊ីនៅតំបន់សាប៉ារ៉ូហ្វេЕще один способ борьбы с вражескими дронами – это использование легкой авиации, когда за спиной у летчика садится стрелок. ប្រភពពី Defense Plot ថ្ងៃទី22 ខែតុលា ឆ្នាំ 2025 សេវាសន្តិសុខនៃប្រទេសអ៊ុយក្រែនបានចេញផ្សាយវីដេអូនៃកោដកម្មដែលត្រូវបានធ្វើឡើងប្រហែល85គីឡូម៉ែត្រនៅពីក្រោយជួរមុខកងកម្លាំងអ៊ុយក្រែនបានធ្វើការវាយប្រហារតាមគោលដៅទៅលើយន្តហោះរុស្ស៊ីដែលឈរជើងនៅអាកាសយានដ្ឋានមួយក្នុងទីក្រុងសាប៉ារ៉ូហ្វេដែលកាន់កាប់ដោយនាពេលថ្មីនេះបានកម្ចាត់យន្តហោះធុនស្រាលចំនួន2គ្រឿងដែលទីក្រុងមូស្គូប្រើដើម្បីស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនសេវាសន្តិសុខនៃប្រទេសអ៊ុយក្រែនបានចេញផ្សាយវីដេអូនៃប្រតិបត្តិការកាលពីថ្ងៃទី21ខែតុលាដោយបង្ហាញពីការវាយប្រហារបានកើតឡើងប្រហែល85គីឡូម៉ែត្រនៅពីក្រោយជួរមុខនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះអមជាមួយនឹងវីដេអូសេវាសន្តិសុខបាននិយាយថាលើកនេះអ្នកឯកទេសរបស់យើងបានកម្ចាត់ចោលយន្តហោះធុនស្រាលចំនួន2ដែលអ្នកកាន់កាប់បានដាក់ពង្រាយនៅអាកាសយានដ្ឋានហើយបានប្រើដើម្បីបាញ់ទម្លាក់ដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនទីភ្នាក់ងារនេះបានបន្ថែមថាប្រតិបត្តិការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយដើម្បីធានាការវាយប្រហារដោយគ្មានការរំខាននៅផ្នែកខាងក្រោយរបស់រុស្ស៊ីទីភ្នាក់ងារនេះបានពណ៌នាសកម្មភាពនេះថាជាការបន្តប្រតិបត្តិការបំផ្លិចបំផ្លាញដែលកំពុងបន្តប្រឆាំងនឹងការការពារជាស្រទាប់របស់រុស្ស៊ីសេចក្តីថ្លែងការណ៍បានសរសេរថាការងារបែបនេះដើម្បីជំរះផ្លូវសម្រាប់យន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់យើងធានាឲ្យមានការវាយប្រហារជាបន្តបន្ទាប់នៅផ្នែកខាងក្រោយរបស់រុស្ស៊ីសេវាសន្តិសុខនៃប្រទេសអ៊ុយក្រែននៅតែបន្តវាយលុកអ្នកកាន់កាប់ជាមួយនឹងមធ្យោបាយដែលមានទាំងអស់យន្តហោះដែលកំណត់គោលដៅត្រូវបានគេកំណត់អត្តសញ្ញាណថាជាយន្តហោះដឹកជញ្ជូនប្រើកង្ហារខ្នាតតូចតាមសេចក្តីរាយការណ៍ថាវាត្រូវបានកែប្រែដោយកងកម្លាំងរុស្ស៊ីដើម្បីធ្វើការស្ទាក់ចាប់ដ្រូនក្នុងតម្លៃទាបពីរបីថ្ងៃមុនពេលធ្វើកោដកម្មរបស់សេវាសន្តិសុខនៃប្រទេសអ៊ុយក្រែនទូរទស្សន៍រដ្ឋរបស់រុស្ស៊ីបានចាក់ផ្សាយវីដេអូដែលបង្ហាញពីយន្តហោះសេស្នានិងយ៉ាក52ដែលត្រូវបានកែសម្រួលដែលត្រូវបានប្រើប្រាស់ក្នុងតួនាទីនេះការចាក់ផ្សាយបានចាត់ទុកកិច្ចខិតខំប្រឹងប្រែងនេះថាជាវិធានការទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងដែលបង្កឡើងដោយយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនដែលកំពុងប្រតិបត្តិការយ៉ាងជ្រៅទៅក្នុងទឹកដីដែលកាន់កាប់និងឆ្លងកាត់ព្រំដែន Будь ласка, не перегортай. Привіт! Наш новий підрозділ ударних ППЛА 26-ї окремої артилерійської бригади щодня працює в бою. Терміново потрібен пікап, щоб тримати фронт. កងកម្លាំងអ៊ុយក្រែនបានពឹងផ្អែកកាន់តែខ្លាំងឡើងលើយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយដើម្បីវាយប្រហារឃ្លាំងផ្ទុកប្រេងកន្លែងផ្ទុកគ្រាប់រំសេវនិងការដំឡើងរ៉ាដានៅឆ្ងាយពីជួរមុខជាពិសេសនៅក្នុងតំបន់ដែលប្រតិបត្តិការយន្តហោះគ្មានមនុស្សបើមានគ្រោះថ្នាក់ខ្លាំងពេកឬមិនអាចអនុវត្តជាក់ស្ដែងបានតាមរយៈការកំណត់គោលដៅយន្តហោះដែលត្រូវបានកែប្រែសម្រាប់ការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកងកម្លាំងអ៊ុយក្រែនមានបំណងកាត់បន្ថយប្រសិទ្ធភាពនៃការល្បាតតាមអាកាសរបស់រុស្ស៊ីនិងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយនៅក្នុងតំបន់ដែលមានជម្លោះឬប្រតិបត្តិការជ្រៅទីតាំងពិតប្រាកដនៃការធ្វើកោដកម្មមិនបានបញ្ជាក់នៅក្នុងការចេញផ្សាយរបស់សេវាសន្តិសុខនោះទេប៉ុន្តែគោអដនេះចង្អុលទៅកន្លែងយោធាមួយនៅក្នុងតំបន់សាប៉ារ៉ូហ្វេដែលកាន់កាប់ការផ្ទៀងផ្ទាត់ដោយឯករាជ្យនៃស្ថានភាពក្រោយកើតហេតុមានកម្រិតដោយសារតែការរឹតបន្តឹងក្នុងការចូលទៅកាន់តំបន់នោះ។